ពោះការងារកំណែតម្រង់ដូចសម្ដេចធិបតីយុរដ្ឋមន្ត្រីបានលើកយ៉ាងច្បាស់យើងមិនទៅអនុវត្តដូចអាមេរិកទេយើងក៏មិនទៅអនុវត្តដូចប្រទេសជិតខាងរបស់យើងដែរគឺយើងអនុវត្តក្នុងក្របខ័ណ្ឌកម្ពុជាធានាបាននៅការកំណែតម្រង់ឲ្យទាន់ទៅនឹងសភាពការធានាបាននៅសាមគ្គីភាពទៅក្នុងភាពសុខដុមនីយកម្មរបស់កម្ពុជាជាសង្គមហើយអនុវត្តធ្វើយ៉ាងណាការធ្វើទំនើបកម្មឲ្យបានទាន់ពេលវេលាព្រោះប្រជាជនយើងក៏រំពឹងទុក2030 2050ជាការងារមួយដែលរាជរដ្ឋាភិបាលបានកំណត់ជាគោលដៅរបស់យើងនេះពេលវេលាហើយយើងត្រូវតែឆ្លើយតបឲ្យបានទាន់ពេលវេលាការងារកំណែតម្រង់ស្មុគស្មាញប៉ុន្តែដើម្បីឲ្យបានទៅនឹងអ្វីដែលជាគោលដៅដែលយើងបានកំណត់ជាប្រទេសអ្នកមាននោះ2050អ្វីដែលយើងត្រូវធ្វើទាំងអស់គ្នាគឺច្រើនណាស់បាទមិនធ្វើតែមួយជំនាន់ហ្នឹងទេធ្វើច្រើនជំនាន់មកដល់2050បាទអញនិយាយបានថាពេលនោះយើងក៏មិនក្មេងដូចឥឡូវដែរបាទយើងចំណាស់ទាំងអស់គ្នាដែរប៉ុន្តែខ្ញុំក៏សង្ឃឹមផងដែរថាមកដល់ពេលនោះគឺអ្នកជំនាន់ក្រោយតែចូលរួមជាបន្តបន្ទាប់គឺនឹងមានការវិយតម្លៃជាវិជ្ជមានខ្ពស់ដល់ឯកឧត្តមលោកជំទាវអស់លោកស្រីដែលជាមន្ត្រីរាជការនៃជំនាន់នេះដែលបានខិតខំលះបង់នៅអ្វីដែលជាការងារហើយចូលរួមបាទទៅលើការងារកំណែតម្រង់ទាំងអស់នេះចា៎នេះគឺជាក្តីសង្ឃឹមមួយបាទរបស់ខ្ញុំជឿជាក់ថារបស់សម្ដេចធិបតីរបស់អង្គថ្នាក់ដឹកនាំសមាជិករាជរដ្ឋាភិបាលទាំងអស់ក្នុងការដឹកនាំសម្របសម្រួលការងារកំណែតម្រង់អភិវឌ្ឍវិស័យជំនាញរៀងៗខ្លួននេះនៅក្នុងអាណត្តិនេះចឹងអាណត្តិជាបន្តបន្ទាប់ទៀតបើយើងអនុវត្តបានល្អនៅអាណត្តិនេះយើងនឹងមានទំនុកចិត្តបាទពីអ្នកជំនាន់មុនពីអ្នកជំនាន់បច្ចុប្បន្នហើយក៏យើងសង្ឃឹមទុកជាមុនដែរអ្នកជំនាន់ក្រោយទៀត